ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់ SRR Days ចាថ្ងៃនេះដែរ admin មានវីដេអូតាក់ទងជាមួយនឹងការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសាររបស់ admin អញ្ចឹងណាចាគាត់ថារាល់ដងតាក់ទងជាមួយនឹងការដាំដំណាំទេប៉ុន្តែឥឡូវ admin សូមមកចែករំលែកនៅគន្លឹះខ្លះក្នុងការថែទាំមាន់ក៏ដូចជាការចិញ្ចឹមមាន់ក្នុងកំឡុងពេលអាកាសធាតុយើងប្រែប្រួលពីម្ដងក្តៅទៅជាត្រជាក់ពីត្រជាក់មកក្តៅអញ្ចឹងណាអញ្ចឹងវាគឺជារឿងមួយដែលពិបាកមែនតើក្នុងការចិញ្ចឹមមាន់ចាហើយនេះគឺជាសកម្មភាពខ្លះក្នុងការរៀបចំថែទាំមាន់របស់ admin អញ្ចឹងណាហើយនឹងឯដំបូងគឺក្នុងមួយសប្តាហ៍គឺ admin បោសសម្អាតទ្រុងក្នុងចន្លោះតែ2ដងទេក្នុងមួយសប្តាហ៍អញ្ចឹងណាចាឬក៏បើសិនជាពុកម៉ែបងប្អូនមានពេលអាចសម្អាតរាល់ថ្ងៃក៏បានឬមួយក៏ក្នុងមួយសប្តាហ៍3ដងអីអញ្ចឹងទៅចាហើយយើងបោសប្រមូលវាពីក្រោមទ្រុងពីក្រៅទ្រុងអីឲ្យស្អាតអញ្ចឹងណាពុកម៉ែបងប្អូនចាដោយសារតែវាមានអាចមាន់អីអញ្ចឹងទៅដែលវាជុះពីលើមកអញ្ចឹងណាពុកម៉ែបងប្អូនហើយមានសម្រាមខ្លះវាអាចមានស្លឹកឈើស្លឹកអីចឹងទៅយើងចាប់ផ្ដើមប្រមូលវាអស់អញ្ចឹងដោយអ្វីដែល admin បានបង្ហាញនៅក្នុងវីដេអូនឹងអញ្ចឹងដំបូងគឺយើងត្រូវប្រមូលគេហៅថាស្នូកចំណីធុងសម្រាប់យើងដាក់ទឹកហ្នឹងចាយកចេញអស់មកហើយបន្ទាប់មកចាំយើងបោសសម្អាតអញ្ចឹងនៅក្រោយពេលដែលយើងបោសសម្អាតហើយគឺយើងចាប់ផ្ដើមបាញ់ទ្រុងតែម្ដងបាញ់ទឹកណាសំទោសចាបាញ់ទឹកឲ្យមានសំណើមនៅក្នុងទ្រុងហ្នឹងដើម្បីព្រោះដោយសារតែឥឡូវគឺវាក្តៅពុកម៉ែបងប្អូនចាអញ្ចឹងយើងគួរតែផ្ដល់សំណើមចាដើម្បីឲ្យភាពក្តៅហ្នឹងវាថមថយអញ្ចឹងណាចាហើយនេះគឺមន់ admin នៅពេលដែលបាញ់ទឹកហើយគឺគេស្រស់ស្រាយតែម្ដងចាហ្នឹង admin អត់ទាន់បានដាក់ចំណីឲ្យទេអញ្ចឹងក្នុងកំឡុងពេលដែលមន់សបាយក្នុងការលេងទឹកអញ្ចឹងណាអញ្ចឹង admin ក៏ឆ្លៀតពេលយកស្នូកទឹកស្នូកចំណីរបស់មាន់ហ្នឹងយកមកដាក់ត្រាំចោលសិនជាមួយសាប៊ូអញ្ចឹងណាពុកម៉ែបងប្អូនចាហើយចាំបន្តធ្វើការងារផ្សេងទៀតដែលយើងនឹងអាចធ្វើបន្តទៀតអញ្ចឹងពុកម៉ែបងប្អូនហើយនេះដែរ admin ក៏សូមណែនាំតាក់ទងជាមួយនឹងថ្នាំសម្រាប់បាញ់នៅក្នុងទ្រុងដូចជាទ្រុងមាន់ឬក៏ក្រៅទ្រុងក៏យើងប្រើបានដែរយើងបាញ់ទៅលើសម្ភារៈដែលយើងអាចប្រើប្រាស់ហើយអីចឹងដែលវាមានជាកខ្វក់អីចឹងណាមានមេរោគអីចឹងទៅចាហើយអានេះគឺ admin ទិញពីកន្លែងពេទ្យសត្វមកដែរទេចាហើយវាពេលដែលយើងបាញ់លើមាន់ហ្នឹងគឺអត់មានប៉ះពាល់អីទេពុកម៉ែបងប្អូនប៉ុន្តែមុននឹងបាញ់ហ្នឹងគឺយើងត្រូវប្រមូលស្នូកចំណីស្នូកទឹកអីធុងទឹកអីមាន់ចឹងណាយកចេញឲ្យអស់មកជៀសវាងពេលដែលយើងបាញ់ទៅអាថ្នាំហ្នឹងវាចូលទៅក្នុងចំណីឬក៏ក្នុងទឹកធ្វើឲ្យមាន់វារាកចាហើយនៅក្នុងបរិមាណដែលយើងលាយនេះគឺយើងត្រូវមើលតាមការណែនាំរបស់គេដែរពុកម៉ែបងប្អូនចាអញ្ចឹងនៅពេលដែលយើងដាក់ថ្នាំចូលទៅក្នុងទឹកហើយគឺយើងត្រូវកូរវាឲ្យសព្វដើម្បីឲ្យល្បាយទាំងពីរនឹងវាចូលគ្នាបានល្អអញ្ចឹងណាចាហើយបន្ទាប់មកយើងធ្វើការបាញ់ពេញទ្រុងដែលយើងមានហ្នឹងទ្រុងយើងប្រហែលបានចាអានឹងយើងបាញ់ទៅពុកម៉ែបងប្អូនតាមទំហំទ្រុងរបស់យើងហើយតាមសភាពជាក់ស្ដែងថាតើយើងដែលធ្លាប់សម្អាតទ្រុងឬមួយក៏បាច់កបោឬមួយក៏បាច់ផេះដើម្បីសម្រាប់មេរោគដែរឬក៏អត់ចឹងណាចាអញ្ចឹងសម្រាប់ admin ផ្ទាល់គឺកបោក៏បាច់ផេះក៏បាច់ដែរអញ្ចឹងណាដើម្បីសម្រាប់មេរោគហើយនេះសំបីតែថ្នាំសម្រាប់មេរោគក៏ admin ប្រើដែរចាហើយដូចដែលឃើញនៅក្នុងវីដេអូគឺបាញ់ទៅលើមាន់អត់មានបញ្ហាទេពុកម៉ែបងប្អូនជៀសវាងការបាញ់ទៅក្នុងស្នូកចំណីឬទៅលើទឹកផឹករបស់មាន់អញ្ចឹងណាចាអញ្ចឹងនៅពេលដែល admin បាញ់រួចហើយអស់ចាអញ្ចឹងយើងទុកឲ្យថ្នាំហ្នឹងចាទៅសម្រាប់មេរោគនឹងសិនចឹងណាអញ្ចឹងយើងក៏ឆ្លៀតពេលមកលាងជាមួយនឹងកតោទឹកមាន់ជាមួយនឹងស្នូកចំណីមាន់ហ្នឹងជាមួយនឹងសាប៊ូដែលយើងបានទុក
មុនហ្នឹងចាគឺយើងយកលាងសម្អាតឲ្យស្អាតពុកម៉ែបងប្អូនហើយដូច admin បានបញ្ជាក់អញ្ចឹងសម្រាប់មួយសប្តាហ៍យើងអាចធ្វើ2ទៅ3ដងប៉ុន្តែបើម្នាក់មានពេលហ្មងគឺគាត់អាចធ្វើរាល់ថ្ងៃចាហើយអញ្ចឹងនៅពេលដែលយើងលាងសម្អាតជាមួយសាប៊ូលាងជំនះជាមួយទឹកពីប៊ីទឹកអីហើយគឺយើងចាប់ផ្ដើមដាក់ផ្កាប់វាហាអញ្ចឹងពុកម៉ែបងប្អូនចាហើយក៏ពេលដែរក៏ admin ឆ្លៀតដាក់ជាមួយនឹងចំណីមួនណាព្រោះដោយសារតែយើងបានបាញ់ថ្នាំយើងបានបាញ់ទឹកអីបោសសម្អាតរួចរាល់ហើយអញ្ចឹងមួនគឺចាប់ដើមឃ្លានអញ្ចឹងណាហើយសម្រាប់ចំណីគឺដោយសារតែមួនរបស់ admin គឺបែងចែកដោយសារតែយើងបែងចែកសម្រាប់ធំផ្សេងតូចផ្សេងចាហើយនេះគឺជាចំណីសម្រាប់មួនតូចអញ្ចឹងណាហើយមួយវិញទៀតសម្រាប់ចំណីមួនពុកម៉ែបងប្អូនបើសិនជាប្រើជាមួយនឹងប្រភេទ green fit ត្រូវប្រើ green fit បើប្រើ CP យើងប្រើ CP ចាហើយមួយនេះទៀតគឺបងប្អូនបើហេតុមានគាត់ឆ្នៃពីគេហៅថាប្រអប់ប្រេងអីចឹងទៅយើងអាចឆ្នៃយើងអាចប្រើប្រាស់សាឡើងមកវិញបានអញ្ចឹងណាចាហើយនេះសម្រាប់ចំណីមាន់ធំគឺស្រូវកាលដែលកំឡុងពេលដែលស្រូវចុះថោកហ្នឹងគឺអត់មានបានទិញយកមកអញ្ចឹងទុកសម្រាប់ឲ្យមាន់ស៊ីចាសម្រាប់មាន់ចំណីមាន់គឺ admin ដាក់តែ2ដងទេសម្រាប់ពេលព្រឹកហើយនិងពេលថ្ងៃអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងនៅពេលដែលយើងបានសម្អាតទ្រុងយើងបាញ់ថ្នាំបាញ់អីហើយអស់គឺថាមាន់ចាប់ផ្ដើមស្រស់ស្រាយឡើងមកវិញអញ្ចឹងពុកម៉ែបងប្អូនចាហើយអត់មានសំឡឹកទឹកចិត្តដល់ពុកម៉ែបងប្អូនទាំងអស់ដែលស្រឡាញ់ខាងការចិញ្ចឹមមាន់ទាណាគឺយើងត្រូវយកចិត្តទុកដាក់ជាមួយនឹងពួកវាចាបើយើងចង់បានផលពីវាគឺយើងត្រូវតែយកចិត្តទុកដាក់មែនតែនចានឹងឯងអញ្ចឹងវីដេអូរបស់ admin គឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកចាអរគុណច្រើនជំរាបលាពុកម៉ែបងប្អូនចាជួបគ្នានៅវីដេអូក្រោយ